បងមកតែជនងគ្នានេះគឺជាប្រភេទម៉ូតែវីឡាតូលអមអដែលផ្ទះនេះផងដែរមានទីតាំងនៅជាប់នឹងផ្លូវជាតិលេខ6និងមានចម្ងាយត្រឹមតែ300ម៉ែត្រប៉ុណ្ណោះពីរង្វង់ម៉ូការរំដួលសម្រាប់ផ្ទះនេះផងដែរគឺយើងមានការរៀបចំផ្ទះគឺបែបលក្ខណៈសភាពធំទូលាយមែនទែនបងប្អូនអតិថិជនទាំងអស់គ្នាដែលផ្ទះនេះសង់ទៅលើទំហំដីរហូតដល់ទៅ20ម៉ែត្របណ្ដោយទៅក្រៅ21ម៉ែត្រកន្លះផងដែរហើយសម្រាប់ផ្នែកខាងមុខនេះវិញបងប្អូនអតិថិជនទាំងអស់គ្នាគឺយើងរៀបចំជាចំណតឡានយ៉ាងធំទូលាយបងអាចចតឡានបានពី2ទៅ3គ្រឿងផងដែរអញ្ចឹងយើងទៅមើលផ្នែកខាងក្នុងផ្ទះទាំងអស់គ្នាសម្រាប់ម៉ូតែវីឡាតូលអមអម៉ូថ្មីនេះបងប្អូនអតិថិជនការរៀបចំរចនាបថគឺបែបលក្ខណៈប្រណិតនិងស៊ីវិល័យតែម្ដងសម្បីតែទ្វារចូលក្នុងផ្ទះក៏យើងប្រើជាលក្ខណៈ Smart Key ដែរបងប្អូនអតិថិជនទាំងអស់គ្នាហើយជំហៀងនេះវិញគឺជាបន្ទប់ទទួលភ្ញៀវដែលយើងមានការរៀបចំគឺសភាពធំទូលាយមែនទែនហើយផ្ទះនេះលក់នៅក្នុងតម្លៃពិសេសជូនបងប្អូនអតិថិជនទាំងអស់គ្នាហើយផ្ទះនេះផងដែរកំខាងក្រុមហ៊ុនថែមជូននីកជូនបងមួយសិតតែម្ដងពីជាន់ក្រោមរហូតដល់ជាន់លើតែម្ដងហើយផ្ទះនេះបងមានទាំងពន្លឺហើយនិងខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អមែនទែនព្រោះដោយសារខាងអ្នក design គឺរៀបចំលក្ខណៈទាំងចំហៀងផ្ទះហើយនិងផ្នែកខាងមុខហើយចំហៀងផ្នែកខាងក្រោយគឺរៀបចំជាលក្ខណៈបងអួចច្រើនមែនទែនហើយទីតាំងខាងនេះបងបើកអញ្ចេះមកឃើញអាងទឹកតែម្ដងចាគឺស្រស់ស្អាតមែនទែនបងអតិថិជនទាំងអស់គ្នាពីចំហៀងអញ្ចឹងយើងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាចាសម្រាប់ជំហៀងផ្នែកខាងស្ដាំនេះវិញបងគឺយើងរៀបចំជាបន្ទប់ទឹកមួយផ្នែកខាងក្រោមហើយយើងក៏មានការរៀបចំជាផ្នែកខាងក្រោមចតានេះបងអាចដាក់សម្ភារៈផ្សេងដែលយើងប្រើប្រាស់ប្រចាំថ្ងៃក៏បានដែរចាអញ្ចឹងយើងទៅមើលនៅផ្ទះបាយណាបងសម្រាប់ជំហៀងនេះបងដោយបងអូនបញ្ជាក់អញ្ចឹងគឺខាងក្រុមហ៊ុនរៀបចំលក្ខណៈប្រណិតនិងស៊ីវិល័យមួយវិញទៀតទាំងសម្ភារៈដេកទាំងការច្នៃម៉ូដការរៀបចំជុំវិញផ្ទះគឺឲ្យមានពន្លឺខ្យល់អាកាសបរិសុទ្ធចឹងចាហើយសម្រាប់នៅផ្ទះបាយនេះយើងមានការរៀបចំជាទូតាំងដេកសម្រាប់ជាទូតាំងទូទឹកកកហើយមានជាកន្លែងចម្អិនអាហារការរៀបចំកន្លែងផ្សេងតុទទួលទានអាហារអីគឺលក្ខណៈប្រណិតនិងស៊ីវិល័យតែម្ដងបងអញ្ចឹងយើងទៅមើលផ្នែកខាងលើផ្ទះទាំងអស់គ្នាចាសម្រាប់ផ្ទះនេះផងដែរបងទិញភ្លាមគឺកាន់សោចំណូលបានភ្លាមតែម្ដងសម្រាប់តម្លៃគឺរៀបចំជាលក្ខណៈពិសេស special ជូនបងអតិថិជនតែម្ដងហើយនៅកន្លែងចតានេះបងគឺយើងមានជាបង្អួចមួយផងដែរដើម្បីឲ្យមានពន្លឺចេញចូលបានល្អហើយបើយើងបើកបង្អួចហ្នឹងទៅមានខ្យល់អាកាសបរិសុទ្ធទៀតផងអញ្ចឹងយើងឡើងមកមើលផ្នែកខាងលើទាំងអស់គ្នាណាបងផ្នែកខាងលើនេះគឺយើងមានជាបន្ទប់កេង3បងមានជាបន្ទប់សមាជិកគ្រួសារ2បន្ទប់មេគ្រួសារ1អញ្ចឹងយើងទៅមើលនៅបន្ទប់មេគ្រួសារទាំងអស់គ្នាសម្រាប់ខាងនេះផងដែរបងគឺជាបន្ទប់មេគ្រួសារចានៅក្នុងបន្ទប់មេគ្រួសារនេះគឺស្រស់ស្អាតមែនទែនបងគឺពេញចិត្តអ្នកលក់ខ្លាំងតែម្ដងណាចាយើងមានការរៀបចំជាក្រែគេងទាំងសម្ភារៈទូតាំងជាប្រភេទដេកផ្សេងបងចាហើយសម្រាប់ទីតាំងកន្លែងនេះវិញគឺយើងធ្វើជាតុសម្អាងចាហើយយើងមានការបំពាក់ម៉ាស៊ីនត្រជាក់ជូនបងមកស្រាច់តែម្ដងហើយជុំវិញបន្ទប់គឺមានបង្អួចមានទ្វារមានកញ្ចក់រៀបចំលក្ខណៈប្រណិតឲ្យតែម្ដងណាបងហើយសម្រាប់ជំហៀងនេះវិញគឺយើងមានជាទូតាំងសម្លៀកបំពាក់ចារៀបចំយ៉ាងស្រស់ស្អាតតែម្ដងហើយយើងក៏មានវេរណ្ដាមួយផងដែរសម្រាប់ខាងមុខនេះបងមានជាវេរណ្ដាមួយចេញមកផ្នែកខាងក្រៅបើបងមើលទៅផ្នែកខាងឆ្វេងដៃគឺមើលឃើញកម្រងនៅក្នុងបរិយាទាំងអស់តែម្ដងចាតែបើសិនជាយើងមកមើលផ្នែកខាងស្ដាំដៃគឺឃើញតែសភាពអាងទឹកជាមួយនឹងការរៀបចំជាកញ្ចក់អង្គុយលេងជាមួយនឹងការរៀបចំសួនច្បារគឺស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងយកទៅមើលនៅបន្ទប់កូនទាំងអស់គ្នាបងនៅក្នុងបន្ទប់មេគ្រួសារនេះបងគឺយើងមានជាបន្ទប់ទឹកមួយផងដែរណាចាយើងរៀបចំបែបលក្ខណៈធំទូលាយបំណិតតែម្ដងបងសម្រាប់ខាងនេះគឺជាបន្ទប់គេងទី2បងសម្រាប់ខាងនេះគឺជាបន្ទប់គេងទី2បងចាការរៀបចំដេកគឺអត់ខុសគ្នាពីបន្ទប់មេគ្រួសារហ្មងទេមិនថាបន្ទប់គេងទី2នេះយើងរៀបចំបែបលក្ខណៈពណ៌ pink តែម្ដងយើងមានជាទូតាំងដាក់សម្លៀកបំពាក់យើងមានការបំពាក់ម៉ាស៊ីនត្រជាក់រួចរាល់ជាស្រេចមានការរៀបចំជាបន្ទប់ទឹកនៅក្នុងនឹងមួយផងដែរមានជាតុសម្រាប់ធ្វើការសិក្សាទាំងសូត្រផងដែរអញ្ចឹងយើងទៅមើលនៅក្នុងបន្ទប់គេងទី2ទាំងអស់គ្នាសម្រាប់ខាងនេះគឺជាបន្ទប់គេងទី3បងអតិថិជនទាំងអស់គ្នាដែលបន្ទប់គេងទី3នេះបងចាគឺយើងមានសភាពធំទូលាយហើយការរៀបចំដេកក្រែគេងការរៀបចំដេកទូដាក់សម្លៀកបំពាក់មានជាតុសម្រាប់ការសិក្សាក៏យើងមានដែរហើយការរៀបចំនេះបងតាំងពីក្រោមដល់លើដូចអូនបញ្ជាក់អញ្ចឹងគឺយើងរៀបចំមួយសេតជូនបងអតិថិជនទាំងអស់គ្នាតែម្ដងអញ្ចឹងយើងទៅមើលនៅផ្នែកបន្ទប់មួយទៀតណាបងដែលយើងនៅជាន់ខាងផ្នែកខាងក្រោមខាងក្រោយវិញ
សម្រាប់ផ្នែកខាងក្រោយនេះបងយើងមានជាទ្វារចេញទៅផ្នែកខាងក្រោយមួយណាចាហើយចំហៀងផ្ទះនេះគឺអាចដើរព័ទ្ធជំនាញផ្ទះបានអញ្ចឹងយើងទៅមើលនៅបន្ទប់ក្រោយមួយទៀតណាចាសម្រាប់ខាងនេះគឺជាបន្ទប់ក្រោយបងរៀបចំជាបន្ទប់សម្រាប់អ្នកដែលគាត់មកនៅជាមួយក៏បានបងរៀបចំដាក់ស៊ីសម្ភារៈអីផ្សេងក៏បានដែរចាហើយបន្ទប់ក្រោយនេះយើងមានបន្ទប់ទឹកមួយផងដែរបងចឹងយើងទៅមើលចំហៀងផ្ទះដោយមានលក្ខណៈពិសេសជូនបងមើលតែម្ដងចាមកជួរខាងក្រោយនេះបងរៀបចំជាសួនបន្ថែមក៏បានដែរចាយើងអាចឆ្នៃចេញជាសួនបានចាហើយចំហៀងខាងនេះយើងមានជាកន្លែងសម្រាប់យើងងូតទឹកពេលយើងលេងទឹកលេងអីហើយយើងអាចមកងូតទឹកនៅខាងក្រោយនេះបានហើយសម្រាប់ចំហៀងផ្ទះនេះវិញគឺមានសភាពធំទលាយស្រស់ស្រាយមែនទែនបងអតិថិជនទាំងអស់គ្នាហើយស្អាតណាស់ចាក្រុមហ៊ុនរៀបចំចេញមកលក្ខណៈប្រណិតស៊ីវិល័យជូនបងអតិថិជនទាំងអស់គ្នាតែម្ដងចំហៀងផ្ទះនេះបងឃើញចាក់ស្ដែងអញ្ចឹងសម្រាប់ចំហៀងផ្ទះនេះគឺយើងមានការរៀបចំជាអាងទឹកធំទលាយមែនទែនបងហើយយើងក៏មានការរៀបចំសួនផ្នែកធ្នើខាងលើមានជាទឹកធ្លាក់មានជាកញ្ចក់អង្គុយលេងហើយជាពិសេសហ្នឹងគឺយើងមានជាការិយាល័យមួយផ្នែកខាងក្រោយផងដែរដែលបងរៀបចំជាបន្ទប់ក៏បានឬបងអាចរៀបចំជាកន្លែងទទួលភ្ញៀវអីផ្សេងក៏បានដែរបងសិនចូលមើលផ្នែកខាងក្នុងទាំងអស់គ្នាបន្ទប់នេះហ៎បងគឺយើងរៀបចំលក្ខណៈប្រណិតបែបជាបន្ទប់ meeting ក៏បានយើងរៀបចំជាលក្ខណៈថាជាការិយាល័យធ្វើការផ្ទាល់ខ្លួនឯមួយក៏បានដែរបងអតិថិជនអ្នកគ្នាអញ្ចឹងសម្រាប់ផ្ទះនេះគឺសាងសង់រួចរាល់ 100% បងទិញភ្លាមគឺអាចកាន់សោចូលនៅបានតែម្ដងតម្លៃ promotion ពិសេសជូនបងតែម្ដងសម្រាប់បងដែលមានចំណាប់អារម្មណ៍ចង់អញ្ជើញមកមើលទីតាំងកម្រងបងអាចអញ្ជើញមកបានស្រាប់ទីតាំងការិយាល័យរបស់ខាងបងមានទីតាំងជាប់នឹងផ្លូវកវ៉ាត់ក្រុង40ម៉ែត្រហើយមកពីរបងមុខការរំដួលចម្ងាយត្រឹមតែ800ម៉ែត្រទេចាអរគុណច្រើនសូមជម្រាបលា